ខ្ញុំនៅតែមានអារម្មណ៍ថាសប្បាយចិត្តនិងអរគុណស្វាមីខ្ញុំខ្លាំងមែនទែនដែលគាត់នាំខ្ញុំមកនៅ Brisbane បើតាមតាស្រុកកំណើតរបស់គាត់គឺនៅ Melbourne ទេបងប្អូនចា៎ហើយអាកាសធាតុនៅ Melbourne គឺខ្ញុំអត់ចេះនៅហ្មងព្រោះដោយសារតែវាត្រជាក់នៅពេលដែលខ្ញុំមកទិញផ្ទះចានៅ Brisbane នេះពួកយើងមានគោលដៅមួយចាគឺចង់បានចំការក្រោយផ្ទះដ៏ធំមួយប៉ុន្តែយើងមិនអាចបំពេញក្តីសម័យបាន 100% ទេព្រោះយើងគិតថាបើសិនជាយើងទិញផ្ទះឆ្ងាយក្រុងចាគឺយើងបានដីធំហើយផ្ទះធូរថ្លៃប៉ុន្តែបើសិនជាយើងទិញផ្ទះនៅក្បែរក្រុងយើងទិញតម្លៃផ្ទះអស់ថ្លៃហើយយើងបានដីតូចៗទេចានៅក្រុងណានៅប្រទេសណាក៏ដោយដូចតែគ្នាទេបងប្អូនហើយម្យ៉ាងទៀតស្វាមីរបស់ខ្ញុំគឺគាត់ត្រូវការធ្វើការនៅទីក្រុងចាគាត់អត់អាចធ្វើការងារចម្ការបានទេហើយគាត់ចង់ឲ្យកូនហ្នឹងធំដឹងក្តីឡើងនៅក្បែរក្រុងព្រោះគាត់យល់ថាជីវិតក្បែរក្រុងគឺវាងាយស្រួលជាងចាហើយឥឡូវខ្ញុំអស់ដីដាំដំណាំហើយបងប្អូននៅសល់តែមួយប្លោះកន្លែង playground កូនខ្ញុំលេងនឹងថ្ងៃនេះខ្ញុំដោះតូង2ចេញដោយសារតែកូនខ្ញុំគាត់អត់សូវលេង playground នឹងទេចាខ្ញុំទុកតូងមួយសម្រាប់គាត់